haiបន្ទាប់មកមួយទៀតទីហោតែយើងអត់ចង់បាន dot ទេតែយើងចង់បាន dash ចាំមក dash border យ៉ា border ចុច2មកrồiហើយយើងយក dash សេមិន dash យ៉ា dash ចេះនេះ dash អូខេ dash ហើយនេះ dash គឺវាខុសពីចុចត្រង់ថាវាមានចែកណាវាមកបន្ទាត់ខ្លីវាដូចចុចគឺវាចុចចឹង dash ហើយនឹង dot ហ្នឹងស្រដៀងគ្នាទេប៉ុន្តែវាអាមួយចុចទូចអានេះចុចបន្ទាត់វាមានបន្ទាត់ប៉ុន្តែវាចន្លោះអាហ្នឹងយើងហៅ dash ណាចឹង dash ហ្នឹងក៏យើងអាចដាក់ពណ៌បានដែរយើងចង់ដាក់ពណ៌អីគេ red អូខេឧទាហរណ៍ red ហើយយើងចង់ដាក់ទំហំរបស់វាប្រហែល2ឬក៏5ខ្ញុំឧទាហរណ៍តែ6ចឹងអូខេវាចេញធំចឹងអាហ្នឹងគឺកម្រាស់ណាអូខេចឹងបន្ទាប់មកទៀតយើងនឹងមានមួយទៀតគឺអីគេមិញdot dash ហើយនឹង double ណាយើងប្រើ border អីចឹង border ហើយយើងយក double នេះ double ណា double ហើយកម្រាស់ក៏ចង់យកពណ៌អីឧទាហរណ៍ថាពណ៌blue អូខេដាក់ចឹងមកហើយបន្ទាប់មកកម្រាស់វាយើងចង់បានប៉ុន្មានចង់បាន2ឬ3ឬក៏1អូខេដាក់ 1 px អូខេនេះកម្រាស់វា2ជាន់ណាប៉ុន្តែដាក់1វាដូចជាប់គ្នាចឹងយើងដាក់2ទៅអូខេវានឹងចេញបែបនេះណាអូខេចឹងថ្ងៃនេះយើងរៀនតា4នឹងសិនចុះមិញហ្នឹងយើងរៀនទី1គឺអីគេ solid ទី2dash ទី3 dot ទី4 double ណាចឹង solid គឺបន្ទាត់តែមួយឲ្យពេញអូខេពេញកម្រាស់ប៉ុណ្ណាស្រេចតែយើងចង់បានបន្ទាប់មក dot គឺបន្ទាត់ហ្នឹងវាចេញចុច border បន្ទាត់ border ហ្នឹងវាចេញទៅជាចុចណាហើយdash គឺវាស្តៀងនឹងចុចដែរប៉ុន្តែវាជាបន្ទាត់ដែលចន្លោះណាបន្ទាប់មក double គឺបន្ទាត់2ជាន់ណាបន្ទាត់ហ្នឹងដូច solid ដែរក៏ប៉ុន្តែវា2ជាន់អូខេជួបគ្នាមេរៀនក្រោយបាយ